អភិបាលខេត្តកំពង់ឆ្នាំងបញ្ជាឲ្យត្រួតពិនិត្យភាពមិនប្រក្រតីក្នុងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់នៅថ្ងៃទី13ខែសីហាឆ្នាំ2026ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចមួយដើម្បីចុះត្រួតពិនិត្យនិងស្រាវជ្រាវជាបន្ទាន់អំពីភាពមិនប្រក្រតីក្នុងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់នៅឃុំគោលដៅចំនួន6និងបន្តត្រួតពិនិត្យទូទាំងខេត្តឃុំចំនួន6ដែលស្ថិតក្នុងគោលដៅស្រាវជ្រាវដំបូងរួមមានឃុំទឹកហូតស្រុករលាបអៀឃុំមេលុំស្រុកបរិបូរឃុំចောင်းម៉ោងស្រុកទឹកផុសឃុំសេដ្ឋីស្រុកសាមគ្គីមានជ័យនិងឃុំលង្វែកស្រុកកំពង់ត្រឡាចក្រុមការងារចំពោះកិច្ចនេះត្រូវបានដឹកនាំផ្ទាល់ដោយលោកឈឹមវុធាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបេសកកម្មសំខាន់ៗរបស់ក្រុមការងាររួមមានពិនិត្យនិងស្រាវជ្រាវស៊ីជម្រៅលើការអនុវត្តគម្រោងមូលនិធិរួមទាំងប្រភពព័ត៌មាននិងកិច្ចសន្យាគម្រោងនៅឃុំទាំង6ក៏ដូចជាគម្រោងមូលនិធិឃុំសង្កាត់ទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងត្រួតពិនិត្យការទទួលខុសត្រូវនិងអធិការកិច្ចលើការអនុវត្តទូនីតិនិងភារកិច្ចរបស់មន្ត្រីរាជការសមាជិកក្រុមប្រឹក្សាស្មានឃុំសង្កាត់និងភាគីអ្នកទទួលការក្រុមហ៊ុនច្រោះស្ងាត់ប្រមូលទិន្នន័យឲ្យបានគ្រប់ជ្រុងជ្រោយនិងរៀបចំរបាយការណ៍លទ្ធផលផ្លូវការដើម្បីរាយការណ៍ជូនក្រសួងមហាផ្ទៃពិនិត្យនិងសម្រេចតាមនីតិវិធីការបង្កើតក្រុមការងារចំពោះកិច្ចនាពេលនេះគឺជាវិធានការយ៉ាងម៉ឺងម៉ាត់របស់អាជ្ញាធរខេត្តកំពង់ឆ្នាំងក្នុងការបន្តពង្រឹងតម្លាភាពគណនេយ្យភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាមូលនិធិឃុំសង្កាត់ឲ្យចំគោលដៅនិងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យពិតប្រាកដ